នៅក្នុងតំបន់មជ្ឈិមបូព៌ាមានមហាអំណាចពីរដែលកំពុងតែប្រឈមមុខដាក់គ្នាអស់រយៈពេលជាង40ឆ្នាំម្ខាងគឺមហាអំណាចយោធាលេខ1នៅលើពិភពលោកគឺសហរដ្ឋអាមេរិកនិងម្ខាងទៀតគឺរដ្ឋអំណាចដ៏រឹងរូសនិងមានឥទ្ធិពលបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ានោះគឺអ៊ីរ៉ង់ឈានមកដល់ឆ្នាំ2026នេះភ្លើងនៃភាពតានតឹងបានពុះកញ្ជ្រោលឡើងរហូតដល់ចំណុចគ្រោះថ្នាក់បំផុតតើនោះគ្រាន់តែជាល្បែងនយោបាយធម្មតាឬក៏ជាជំហានដំបូងនៃការបង្កើតសង្គ្រាមលោកលើកទី3បន្តិចទៀតយើងនឹងចូលទៅបកស្រាយជាមួយខ្ញុំទាំងអស់គ្នាដើម្បីយល់ដឹងពីភាពតានតឹងនៅក្នុងឆ្នាំ2026នេះយើងត្រូវតែរកដើមចំនៃប្រវត្តិសាស្ត្រដ៏រង្គោះរង្គើកាលពីឆ្នាំ1979នោះគឺជាការបដិវត្តន៍អ៊ីស្លាមនៅប្រទេសអ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោករូហ៊ូឡាខូមីនីបដិវត្តន៍នេះបានផ្ដួលរំលំរបបស្ដេចដែលជាមិត្តស្លាប់រស់របស់សហរដ្ឋអាមេរិករួចជំនួសមកវិញដោយភាពតានតឹងដែលពិភពលោកមិននឹកស្មានដល់ភាពខ្លោចផ្សាបានឈានដល់ចំណុចកំពូលនៅពេលដែលក្រុមនិស្សិតបដិវត្តន៍បានសម្រុកចូលកាន់កាប់នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងតេហេរ៉ង់ហើយបានចាប់ជនជាតិអាមេរិកចំនួន22នាក់ជាចំណាត់ខ្មាំងអស់រយៈពេលរហូតដល់444ថ្ងៃចាប់តាំងពីថ្ងៃនោះមកពាក្យថាមិត្តត្រូវបានលុបចេញហើយជំនួសមកវិញនៅពាក្យថាសត្រូវស៊ូពូជរហូតមកដល់ពេលបច្ចុប្បន្នកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឈានចូលមកដល់សតវត្សទី21អ៊ីរ៉ង់ចាប់ផ្ដើមបោះជំហានយ៉ាងលឿនទៅរកមហិច្ឆតានុយក្លេអ៊ែរទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសយ៉ាងមុតមាំថាកម្មវិធីនេះបានធ្វើឡើងនៅក្នុងគោលបំណងសន្តិភាពសម្រាប់ធម្មពលនិងការអភិវឌ្ឍវិទ្យាសាស្ត្រជាតិគួរដោយប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តពួកគេបានមើលឃើញនៅភាពមិនប្រក្រតីនិងការលាក់បាំងនៅអាវុធមហាប្រល័យលោកនៅពីក្រោយនោះជាលទ្ធផលវ៉ាស៊ីនតោនបានសម្រេចចិត្តប្រើប្រាស់កណ្ដាប់ដៃដែកតាមរយៈការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្ពាធនយោបាយយ៉ាងតឹងរ៉ឹងនិងការគំរាមកំហែងតាមផ្នែកយោធាដើម្បីបង្ខំឲ្យអ៊ីរ៉ង់បោះចោលនៅមហិច្ឆតានោះការប្រឈមមុខក្នុងតំបន់ឈូងសមុទ្រពេកតំបន់ដែលគ្រោះថ្នាក់បំផុតហើយក៏ជាតំបន់ដែលអាចបង្កឲ្យមានសង្គ្រាមលោកលើកទី3កើតឡើងបាននោះគឺឈូងសមុទ្រពេកនៅទីនោះកងទ័ពអាមេរិកនិងកងទ័ពអ៊ីរ៉ង់បានប្រឈមមុខដាក់គ្នាស្ទើរតែដកដង្ហើមមិនចេញព្រឹត្តិការណ៍តានតឹងបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងនាវាចម្បាំងការបាញ់សាកល្បងមីស៊ីលរហូតដល់ការប្រើប្រាស់ដ្រូនដើម្បីតាមប្រមាញ់គ្នាទៅវិញទៅមកភាពតានតឹងដ៏ស្រួយស្រាលនេះបានធ្វើឲ្យពិភពលោកទាំងមូលរស់នៅក្នុងភាពភ័យខ្លាចថាសង្គ្រាមនឹងអាចកើតឡើងបានគ្រប់វិនាទីភាពតានតឹងថ្មីនៅក្នុងទសវត្សរ៍ឆ្នាំ2020ឈានមកដល់ទសវត្សរ៍ឆ្នាំ2020មហាអំណាចទាំងពីរបានពង្រឹងកម្លាំងយោធាដល់កម្រិតថ្មីមួយអ៊ីរ៉ង់បានបង្កើតឥទ្ធិពលតាមរយៈការអភិវឌ្ឍមីស៊ីលឆ្លងទ្វីបដ្រូនប្រយុទ្ធដ៏ទំនើបនិងប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំខណៈពេលនោះសហរដ្ឋអាមេរិកក៏មិនបង្អង់ដៃដែរវ៉ាស៊ីនតោនបានពង្រាយមូលដ្ឋានយោធានៅជុំវិញតំបន់មជ្ឈិមបូព៌ាបញ្ជូននាវាផ្ទុកយន្តហោះនិងដំឡើងប្រព័ន្ធការពារមីស៊ីលដល់ទំនើបបំផុតការប្រកួតប្រជែងសភាវុធដ៏ស្រួយស្រាលនេះបានរុញច្រានស្ថានភាពឲ្យកាន់តែតានតឹងនិងផុយស្រួយបំផុតដែលពិភពលោកមិនធ្លាប់ឃើញពីមុនមកសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកវាមិនមែនជារឿងថ្មីថ្មោងនោះឡើយវាគឺជាគំនុំនិងការប្រឈមមុខដាក់គ្នាដែលបានអូសបន្លាយអស់រយៈពេលជាង4ទសវត្សរ៍មកហើយប៉ុន្តែសំណួរដ៏ធំបំផុតមួយដែលពិភពលោកទាំងមូលកំពុងតែចង់ដឹងនោះគឺតើភាពតានតឹងដ៏រ៉ាំរ៉ៃនេះនឹងបញ្ចប់ទៅដោយការចរចានយោបាយឬក៏ត្រូវដោះស្រាយដោយបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាចម្លើយនៃសំណួរនេះមិនត្រឹមតែសម្រាប់ជោគវាសនារបស់ប្រទេសទាំងពីរតែប៉ុណ្ណោះទេប៉ុន្តែវាគឺជានិមិត្តរូបនៃអនាគតនិងសន្តិភាពនៃពិភពលោកទាំងមូលផងដែរបើពេញចិត្តនៅការផលិតវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ share និងជួយ follow Facebook នេះម្នាក់មួយផងសូមអរគុណ